ហើយម្សិលមិញនេះខ្ញុំក៏បានប្រជុំជាមួយនឹងអាយដាមហងជួននរុនអាយដាមហេស៊ូនៅក្នុងការពង្រឹងមូលដ្ឋាននេះយើងមិនត្រឹមតែពង្រឹងសាលារបស់ក្រសួងអប់រំទេយើងត្រូវពង្រឹងមូលដ្ឋាននៃការបណ្ដុះបណ្ដាលរួមទាំងសាលាក្រមក្រសួងការងារគឺបណ្ដុះបណ្ដាលវិជ្ជាជីវៈតាំងពីដើមមនត្តមកខ្ញុំបានប្រគល់ភារកិច្ចឲ្យក្រសួងទាំងពីរសិក្សាជជែកគ្នាដកពិសោធន៍ពីកន្លែងផ្សេងថាធ្វើម៉េចយើងតម្រង់ទិសនៃគន្លងអប់រំឲ្យបានព្រោះយើងឃើញថាសិស្សមួយចំនួនគាត់រៀនដល់ថ្នាក់ទី9គាត់អត់ទៅទៀតទេគាត់ចេញទៅធ្វើការគាត់ឈប់សិស្សខ្លះក៏គាត់មិនមែនតែនៅស្រុកយើងទេនៅស្រុកគេដូចសិង្ហបុរីអីគឺគាត់ដាក់កូតាផងប្រហែលអ្នកទៅរៀន Polytechnic ប្រហែលអ្នកទៅរៀនចំណេះដឹងទូទៅដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចកាត់សម្រាប់យើងដូចគ្នាយើងត្រូវគិតគូរអំពីការតម្រង់ទិសប៉ុន្តែយើងមិនឈានទៅដល់ដូចសិង្ហបុរីគាត់ដាក់ច្បាប់គាត់ប្រហែលភាគរយត្រូវទៅនេះប្រហែលទេបាទខ្ញុំជួបមិត្តភ័ក្តិសិង្ហបុរីចំនួនគាត់ថាគាត់ទៅរៀនក្រៅប្រទេសដោយសារក្នុងប្រទេសគាត់ចង់រៀនមហាវិទ្យាល័យអត់ជាប់ដោយសារកូតាអត់ជាប់គេអស់ទៅគាត់ត្រូវទៅរៀន Polytechnic អញ្ចឹងគាត់ទៅរៀនក្រៅប៉ុន្តែដោយសារការរៀបចំតម្រង់ទិសទីហើយបានប្រទេសមួយចំនួនមានមូលដ្ឋានធនធានមនុស្សសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាបត់បែនទៀតសម្រាប់យើងត្រូវតម្រង់ទិសធ្វើយ៉ាងណាឲ្យកូនរបស់យើងក្មួយរបស់យើងចៅរបស់យើងគាត់អាចសម្រេចចិត្តនិងមានការគិតគូរនឹងជួយគាត់ដើម្បីសម្រេចចិត្តពីដើមពីមុនយើងមានដែរកម្មវិធីនេះប៉ុន្តែយើងចាប់ដល់ថ្នាក់ទីដូច12ចប់ហើយបានយើងតម្រង់ទិសអញ្ចឹងគាត់រៀន12ឆ្នាំហើយបានទៅខ្ញុំឲ្យគិតគូរឡើងវិញថាគួរតែផ្ដល់ការណែនាំនេះពីដើមបន្តិចទៅដើម្បីឲ្យគាត់សម្រេចចិត្តអញ្ចឹងគឺយើងបានដាក់ទិសដៅទៅថ្ងៃមុខគឺយើងចង់ឲ្យគាត់សម្រេចចិត្តក្រោយពីថ្នាក់ទី9គាត់ទៅណាអញ្ចឹងថ្នាក់ទី7ទី8យើងចាប់ផ្ដើមបញ្យល់គាត់ណែនាំឲ្យឪពុកម្ដាយយល់បាទព្រោះចង្កាលនឹងមានការយល់ច្រឡំថារៀនបណ្ដុះបណ្ដាលវិជ្ជាជីវៈទៅរៀនធ្វើកម្មករអត់ទេជំនាញបច្ចេកទេសនេះមិនមែនតែកម្មករនោះទេគឺមានជំនាញខាងអគ្គិសនីខាងបច្ចេកវិទ្យាចំនួនដែលអាចធ្វើទៅបានគឺជាអ្នកគ្រប់គ្រងក៏បានបាទដើម្បីឲ្យយល់ឲ្យការសម្រេចចិត្តយើងអត់បខំប៉ុន្តែយើងនឹងបញ្យល់ឲ្យបានច្រើនអញ្ចឹងថ្នាក់ទី9ជាជាងគាត់សម្រេចចិត្តមិនច្បាស់ឬមួយក៏គាត់បោះបង់ចោលឬមួយក៏គាត់ចេញទៅធ្វើការកន្លែងដែរអត់ទាន់មានជំនាញគ្រប់គ្រាន់យើងរៀបចំបែបទេប៉ុន្តែដើម្បីឲ្យដឹងឪពុកម្ដាយក៏បានយល់យើងនឹងខិតខំដើម្បីបញ្យល់ពីថ្នាក់ទី7ទី8ទី9ឲ្យគាត់ដឹងឲ្យគាត់ឃើញថាតើជំនាញយ៉ាងម៉េច